Nghiệp xưa xưa xây nó khné nhôm lên ná cứ chỉ bay cặp phép rồi bỏ cầm thiên MasterChef Cambodia rồi đời ca tị buồn hai ngày nấy nhôm nâng lực dọc một hộp mùi mốc để miếng mua thá món trên cho mùi nâng tật sót tổ tầm ta lợi dương chập đam phơi từng ở khné រាល់ការត្រៀមសារពីកម្ពុជានឹងនាំអ្នកទៅកាន់ពិភពខាងក្រោយនៃរសជាតិគ្រប់ដំណាក់កាលនិងគ្រឿងផ្សំត្រូវបានគ្រប់គ្រងយ៉ាងល្អិតល្អន់ពីអ្នកជំនាញបច្ចេកវិទ្យាខ្លាយជាសម្លេងតន្ត្រីវិទ្យាសាស្ត្រខ្លាយជាចលនារីឯរសជាតិខ្លាយជាសិល្បៈពួកយើងបានពង្រីកខ្លួនខ្លាយជារោងចក្រលំដាប់ពិភពលោកសម្រាប់លោកអ្នក ឥឡូវខ្ញុំនឹងមកធ្វើដលងមុនដើម្បីយកវាទៅដុតធ្វើជាបែបជា scallop potato ឥឡូវយើងដាក់ប៊ឺចូលដាក់ខ្ទឹមក្រហមចូលរំលីងឲ្យឈ្ងុយបន្តិចមកអូខេតទៅពីខ្ទឹមក្រហមយើងញ៉ាំឈ្ងុយទៅយើងអាចដាក់ទឹកដោះគោខ្ញុំដាក់អំបិលមកចុងស្លាបព្រាម្រេចតោះខ្ញុំដាក់កន្លងប្រាំងដែលខ្ញុំបានហាន់ហើយស្រាប់យើងហាន់ស្ដើងហើយដាក់ចូលវាទៅក្នុងទឹកដោះគោដែលយើងមកទឹកដោះគោយើងរៀងស្ទើរយើងអាចបន្ថែមជាមួយនឹងទឹកសុទ្ធកម្ពុជាបានឥឡូវយើងមកធ្វើនៅសាច់មាន់របស់យើងវិញហើយខ្ញុំជ្រើសយកផ្នែកខាងផ្លូវនៃសាច់មាន់ពេលដែលយើងធ្វើឆ្អិនទៅឲ្យវាមានរូបរាងស្អាតខ្ញុំផ្លះនៅខាងផ្នែកជើងឥឡូវសាច់មាន់3ដុំយើងបានកាត់ខ្ញយហើយអញ្ចឹងឥឡូវយើងមកប្រឡាក់ជាមួយសាច់មាន់របស់យើងកន្លះស្លាបព្រាបើកន្លះស្លាបព្រាដូចគ្នាម្សៅម្ទេស1ស្លាបព្រាឥឡូវយើងផ្អាប់វាទឹកម្ដុំឥឡូវយើងចាប់ផ្ដើមរៀបចំដលងយើងយកទៅដាក់ដុតឈីហត់តែច្រើនគឺហត់តែឆ្ងាញ់ខ្ញុំសូមបន្ថែមជាមួយនឹងអុយអូខេឥឡូវខ្ញុំចាប់ផ្ដើមយកអាលុយមីញ៉ូមមកស្ទាត់ដើម្បីការពារវាខ្លោចហើយឥឡូវយើងដាក់នៅក្នុងអូវ៉ិនខ្ញុំប្រើប្រាស់វាចំនួនភ្លើង100កែវទៅ200ហើយខ្ញុំដាក់វារយៈពេល15នាទីឥឡូវមកហាន់ខ្ទឹមក្រហមដើម្បីយកវាមកធ្វើជាសក់ចំណែកទៅយើងអាចប្រើដាក់ខ្ទឹមក្រហមចូលហ្មងទៅក្រហមពណ៌ល្អដែលយើងចង់បានហើយខ្ញុំចង់ដុតវាជាមួយនឹង red wine ការយើងដាក់ភ្លើងឲ្យវាឆេះចឹងទៅក៏វាដុតជាតិអាល់កុលនៅក្នុងវ៉ាញរបស់យើងដូចគ្នាហើយនេះជាទឹកទទឹមដែលខ្ញុំបានកឡុកហើយវាជាទទឹមស្រស់យើងប្រើប្រាស់ជាមួយនឹង seasoning វាឲ្យហើយទៅខ្ញុំប្រើម្សៅស៊ុប1ស្លាបព្រាអំបិលហើយម្រេចស្លាបព្រាដូចគ្នាពេលដែលងាស់យើងប្រើភ្លើងវាតិចៗមកបន្ថែមជាមួយក្រូចលឿងចេះគ្នាមកឥឡូវយើងនឹងងាស់វាចោលទៅហើយយើងចាប់ផ្ដើមមកមើលសាច់មាន់របស់យើងវិញគឺថាផ្ទះក្តៅល្មមយើងអាចដាក់សាច់មាន់វិញហើយខ្ញុំប្រើ herb ជា rosemary យើងអាចបន្ថែមជាមួយនឹងខ្ទឹមសឈាមយកផ្នែកស្បែកឲ្យវាកាឡាតល្អខ្ញុំចង់អបវាជាមួយបាយគឺថាវាល្មមហើយខ្ញុំអាចដាក់នៅក្នុងអូវ៉ិនដែរឥឡូវមកមើលតឡូបរបស់យើងឥឡូវយើងគាត់ថាវា ready ហើយប្រឡងយើងលើកវាចេញឥឡូវយើងយកអាលុយមីញ៉ូមមកដាក់ពីលើនេះឥឡូវយើងយកសាច់មាន់យើងទៅដាក់នៅក្នុងអូវ៉ិនយើងប្រើប្រាស់នៅភ្លើង220មកហើយដាក់វាចំនួន10នាទីទៅ15នាទីហើយឥឡូវយើងចាប់ផ្ដើមសៀលជាមួយនឹងត្រពាំងបារាំងជាមួយនឹងកូនស្ពៃក្តោបមុននឹងសៀលយើងអាចដាំទឹកពងមាស់កូនស្ពៃក្តោបឲ្យហើយក៏បានមុនដែលយើងយកវាទៅសៀលយើងត្រូវយកវាទៅស្ងោរឲ្យវាឆ្អិនទៅ40ទៅ60%មុនសិនអូខេឥឡូវខ្ញុំយកចាននេះសម្រាប់ដាក់កងហើយមកមើលដលងយកវាមកដាក់លើចាននេះហើយណាដើម្បីត្រៀមសាច់មាន់ជាមួយនឹងបន្លែយើងហើយគឺ ready យើងចាប់ផ្ដើមយកវាមកសៀលវិញហើយយើងបន្ថែមជាមួយនឹងប៊ឺយ
យើងសៀលកូនស្រីក្តោបយក color តិចមកយើងបន្ថយភ្លើងយើងបន្តិចមកហើយបន្លែសៀលរបស់ខ្ញុំឯហ្នឹងខ្ញុំចង់បន្ថែមជាមួយនឹង parmesan cheese ហើយវា ready យើងបិទភ្លើងវាណាឥឡូវយើងដួសវាដាក់ចានម្ដុំណាឥឡូវយើងចាប់ផ្ដើមរៀបចំបដាមកឥឡូវយើងមកមើលឆេកសាច់មាន់គាត់ថាវាឆ្អិនអីអញ្ចឹងខ្ញុំដកវាចេញផ្សេងខ្ញុំដំបូងខ្ញុំអត់បានតម្រឹមវាអញ្ចឹងយើងតម្រឹមវានៅលើនេះមកដើម្បីយើងដាក់គ្រាប់នៅលើចាននេះឥឡូវមកម្ហូបមាន់ដុតជាមួយទឹកសោសទឹកខ្ទឹមរបស់យើងបានរួចរាល់ហើយអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកនរគ្នាបានបន្ទាប់ពីបានឃើញការចម្អិនរបស់ខ្ញុំនឹងអាចធ្វើតាមខ្ញុំហើយធ្វើចែកជូនជាមួយនឹងមនុស្សជាទីស្រឡាញ់ហើយមនុស្សជុំវិញខ្លួនកុំភ្លេចស្រឡាញ់មនុស្សជុំវិញខ្លួនអ្នកនរគ្នាគ្រប់គ្រងផ្នែក Berry Cheese គ្រប់គ្រងផលិតផលក្នុងស្រុកលើកកម្ពស់វិស័យម្ហូបអាហារបដិសណ្ឋារកិច្ចកីឡានិងសិល្បៈវប្បធម៌ខ្មែរច្រើនបំផុតនៅកម្ពុជា Cambodia Premium កាន់តែប្រណិតកាន់តែស្និទ្ធស្នាលទឹកពិសាកម្ពុជាបន្សុទ្ធគ្រប់ដំណាក់ជាមួយនឹងបច្ចេកវិទ្យា Smart Triple Filter ឥឡូវខ្ញុំបានធ្វើម្ហូបហើយហើយអីដែលខ្ញុំអត់តបានធ្វើគឺខ្ញុំត្រូវទៅសម្អាតចានឆ្នាំងដែលខ្ញុំធ្វើប្រឡាក់អូរ៉ាជាជម្រើសដ៏ល្អសម្រាប់អ្នកចេះឆ្លាតវៃសម្រាប់ស្នាមប្រឡាក់និងខ្លាញ់បានលឿនគ្មានក្លិនជាប់ចានមិនកាត់ដៃចានឆ្នាំងភ្លឺឆេងចាំងអូរ៉ាក៏មានជាសាប៊ូម្សៅបោកគក់សាប៊ូលាងចានដែលមានពីរក្លិនក្លិនភ្លឺឆ្មានិងស្លឹកគ្រៃកាន់តែប្រណិតកាន់តែស្និទ្ធស្នាល Cambodia Premium Beer ទឹកពិសាកម្ពុជាបន្សុទ្ធគ្រប់ដំណក់ជាមួយបច្ចេកវិទ្យា Smart Triple Filter